ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃអាទិត្យ200ខែចេសឆ្នាំរកានៅបស្ស័កពុទ្ធសករាជ2561ត្រូវនៅថ្ងៃទី11ខែមិថុនាគ្រិស្តសករាជ2017នៅពេលនេះនាងខ្ញុំរស់មារីយ៉ាសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបដែលមានជាបន្តបន្ទាប់ដោយតទៅលោកសំរងស៊ីបញ្ជាក់ថាលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ធ្វើឲ្យគោលដៅផ្លាស់ប្ដូរនៅឆ្នាំ2018កាន់តែរឹងមាំលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រមនសិការខ្មែរបានលើកឡើងឲ្យដឹងថាលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2017កន្លងទៅត្រូវបានលោកសំរងស៊ីអតីតប្រធានគណៈបក្សសង្គ្រោះជាតិបញ្ជាក់នៅកាលពីពេលកន្លងទៅថ្មីនេះថាការកើនសម្លេងរបស់គណៈបក្សសង្គ្រោះជាតិដែលជាគណៈបកជំទាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលនេះជាការវាស់ស្ទង់នាំឲ្យគណៈបកជំទាស់ឈានទៅគ្រប់គ្រងប្រទេសជំនួសបកកាន់អំណាចនៅក្រៅការបោះឆ្នោតឆ្នាំ2018គេហទំព័រមនសិការខ្មែរដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈលោកសំរងស៊ីបានបញ្ជាក់ថាគ្មានអ្នកណាម្នាក់ឬក្រុមណាមួយអាចទប់ស្កាត់ការផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការបោះឆ្នោតនាឆ្នាំ2018បានឡើយព្រោះចរន្តនៃការផ្លាស់ប្ដូរកាន់តែមានភាពរឹងមាំលោកសំរងស៊ីបានលើកឡើងនៅកត្តា3ចំណុចដែលធានាថាគណៈបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ2018ដែលក្នុងនោះរួមមានទី1ប្រជាពលរដ្ឋជាច្រើនចាត់ទុកថាការបោះឆ្នោតឃុំសង្កាត់មិនសំខាន់ដូចការបោះឆ្នោតថ្នាក់ជាតិនោះទេដូច្នេះប្រជាពលរដ្ឋមួយចំនួនមិនបានចូលរួមបោះឆ្នោតនៅឆ្នាំ2017នោះទេតែនឹងមកចូលរួមបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ2018យ៉ាងពិតប្រាកដទី2មានពលកររាប់សែននាក់ពិសេសនៅប្រទេសថៃប្រមាណ1លាននាក់មិនបានចូលរួមបោះឆ្នោតនៅក្នុងឆ្នាំ2017នោះទេទី3មានយុវជនថ្មីចំនួនប្រមាណ300,000នាក់នឹងដល់អាយុបោះឆ្នោតនៅឆ្នាំ2018ហើយនឹងចូលរួមបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ2018ដែលពួកគេនោះភាគច្រើនស្រែកឃ្លានការផ្លាស់ប្ដូរនៅកម្ពុជាកត្តាទាំង3ខាងលើនេះនឹងគោលនយោបាយរបស់គណៈបក្សសង្គ្រោះជាតិពិសេសកំហុសឆ្គងក្នុងការដឹកនាំប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណៈបកប្រជាជនកម្ពុជានាពេលកន្លងមកនោះគឺជាមូលហេតុដែលជំរុញឲ្យគណៈបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនៅឆ្នាំ2018យ៉ាងពិតប្រាកដដូច្នេះគណៈបក្សសង្គ្រោះជាតិបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយដើម្បីដឹកនាំប្រទេសនាឆ្នាំ2018ខាងមុខនេះជំវិញទៅនឹងបញ្ហាខាងលើនេះមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិជាច្រើនរូបនៅក្នុងសប្តាហ៍នេះក៏បានបញ្ជាក់ដែរថាសម្លេងគាំទ្រគណៈបកជំទាស់ដ៏ច្រើនលើសលប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះវាជាការបើកផ្លូវសម្រាប់ឈ្នះការបោះឆ្នោតអាណត្តិទី6នៅឆ្នាំ2018ប្រភពដដែលបានសង្កត់ធ្ងន់ថាការឈ្នះឆ្នោតឃុំសង្កាត់នេះវាគឺជាជំហានដ៏សំខាន់ដើម្បីឈានទៅដឹកនាំប្រទេសនៅឆ្នាំ2018ហើយគណៈបក្សសង្គ្រោះជាតិមានលក្ខណៈសម្បត្តិនិងសមត្ថភាពក្នុងការដឹកនាំប្រទេសលោកកឹមសុខារំពឹងថានឹងឈានទៅដឹកនាំប្រទេសក្រោយការបោះឆ្នោតឆ្នាំ2018បងប្អូនជនរួមជាតិជាទីមេត្រីបើយោងតាមគេហទំព័រវិទ្យុអស៊ីសេរីបានចុះផ្សាយឲ្យដឹងតាមរយៈលោកកឹមសុខាមានសុតិធិនិយមថាការកើនសម្លេងរបស់បកប្រឆាំងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលនេះជាការវាស់ស្ទង់នាំឲ្យបកប្រឆាំងឈានទៅគ្រប់គ្រងប្រទេសជំនួសបកកាន់អំណាចនៅក្រៅការបោះឆ្នោតឆ្នាំ2018ស្របពេលនៃការកើនសម្លេងគាំទ្ររបស់បកប្រឆាំងនេះគណៈបកប្រជាជនកម្ពុជាវិញនៅតែរំពឹងថាបកកាន់អំណាចដ៏ចាស់វស្សាមួយនេះនៅតែអាចគ្រងតំណែងបានដដែលពុំបាត់បង់អ្នកគាំទ្រនោះទេប្រធានគណៈបកប្រឆាំងព្រមានថាប្រសិនបើគណៈបកប្រជាជនកម្ពុជាបោះបង់ការធ្វើផ្លូវដោយដែលខ្លួនបានសន្យាចំពោះមុខពលរដ្ឋនៅមុនការបោះឆ្នោតថាប្រសិនបើក្រុមប្រឹក្សាឃុំសង្កាត់បកកាន់អំណាចឈ្នះឆ្នោតលើកនេះពលរដ្ឋនឹងមានផ្លូវល្អធ្វើដំណើរនៅក្នុងភូមិឃុំហើយបែរជាមិនធ្វើវិញនោះរឿងនេះរឹតតែបញ្ហាថែមទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ2018ខាងមុខគេហទំព័រវិទ្យុអស៊ីសេរីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈការថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅស្រុកកោះធំខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី7មិថុនាលោកកឹមសុខាអះអាងថាសម្លេងគាំទ្របកប្រឆាំងដ៏ច្រើនលើសលប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះវាជាការបើកផ្លូវសម្រាប់ការឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី6នៅឆ្នាំ2018លោកបន្តថាការឈ្នះឃុំនេះវាគឺជាជំហានដ៏សំខាន់ដើម្បីឈានទៅដឹកនាំប្រទេសនៅឆ្នាំ2018នេះហើយនេះ
គឺវោហាសាផ្នែកនយោបាយលើកទី1របស់លោកកឹមសុខាក្រោយលទ្ធផលឆ្នោតបឋមដែលបង្ហាញថាបកប្រឆាំងទទួលបានសម្លេងគាំទ្រប្រកៀកប្រកិតទៅនឹងបកកាន់អំណាចយោងតាមតួលេខបឋមនៃបន្ទប់ស្ថានភាពដែលជាបណ្ដុំនៃសង្គមស៊ីវិលលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅអាណត្តិទី4ដែលមិនទាន់ផ្លូវការបង្ហាញថាបកកាន់អំណាចទទួលបានសម្លេងគាំទ្រ 48% ខណៈបកប្រឆាំងទទួលបានសម្លេងគាំទ្រ 45% នៃចំនួនសន្លឹកឆ្នោតសរុបអ្នកជំនាញលើកិច្ចការបោះឆ្នោតសម្ដែងសុតិធិនិយមចំពោះមេបកប្រឆាំងរឿងលទ្ធផលបោះឆ្នោតក្រោយឆ្នាំ2018ខាងមុខទំនងជាមានភាគរយខ្ពស់លោកសំគុណធីមីនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា NIFIX បានមានប្រសាសន៍ថាលោកយល់ឃើញថាការបដិញ្ញាចិត្តរបស់ប្រមុខបកប្រឆាំងនៅពេលនេះទំនងជាមានហេតុផលគ្រប់គ្រាន់ថាបកមួយនេះអាចឈានទៅគ្រងតំណែងក្រោយការបោះឆ្នោតឆ្នាំ2018បានអ្នកជំនាញលើកិច្ចការបោះឆ្នោតរូបនេះមើលឃើញថាការកើនសម្លេងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះគឺជាឧទាហរណ៍ស្រាប់ដែលបកកាន់អំណាចអាចនឹងត្រូវជួបព្យុះភ្លៀងសម្រាប់ការប្រកួតប្រជែងដ៏តានតឹងនៅឆ្នាំ2018ខាងមុខលោកបន្តថាការរំពឹងទុករបស់គាត់ប្រហែលជាសមហេតុសមផលសម្រាប់បោះឆ្នោតឆ្នាំ2018បើគាត់រៀបចំគណៈបកហើយសកម្មជនឲ្យបានល្អអាចឈានទៅរកជ័យជំនះដែរក្រុមអ្នកសង្កេតការបោះឆ្នោតយល់ឃើញថាការបោះឆ្នោតនៅកម្ពុជាកាន់តែមានភាពល្អប្រសើរហើយអ្នកនយោបាយហាក់មានភាពអត់ធ្មត់និងមានភាពចាស់ទុំផ្នែកនយោបាយជាងមុនដែរក្រៅពីនេះដំណើរការរៀបចំការបោះឆ្នោតដោយកោជបវិញក៏កាន់តែមានភាពវិជ្ជមានហើយកម្រិតនៃភាពលំអៀងត្រូវបានរកឃើញថាតិចតួចប៉ុណ្ណោះគណៈបកសង្គ្រោះជាតិខេត្តសៀមរាបទាមទាររាប់សន្លឹកឆ្នោតឡើងវិញនៅការិយាល័យ2លោកអ្នកនាងជាទីមេត្រីព័ត៌មានមួយទៀតពីគេហទំព័រវិទ្យុអេស៊ីសេរីបានចុះផ្សាយឲ្យដឹងថាក្រុមការងារគណៈបកសង្គ្រោះជាតិខេត្តសៀមរាបចាត់ទុកលទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅតាមឃុំខ្លះគឺមិនទាន់អាចទទួលយកបាននៅឡើយទេបើទោះបីជាកោជបបានប្រកាសលទ្ធផលបឋមបង្ហាញថានៅខេត្តនោះគណៈបកប្រឆាំងបាននាំមុខគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាចទៅហើយក្តីគណៈបកសង្គ្រោះជាតិចាត់ទុកថាការរាប់សន្លឹកឆ្នោតនៅក្នុងការិយាល័យចំនួន2នាស្រុកពួកនិងស្រុកសូត្រនិគមនៅមានភាពមិនប្រក្រតីដែលមិនទាន់អាចទទួលយកបានទេក្រុមការងារប្រតិបត្តិគណៈបកសង្គ្រោះជាតិខេត្តសៀមរាបឲ្យដឹងថាគេនឹងដាក់ពាក្យប្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតកោខបនៅពេលឆាប់ៗដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតដែលគេចាត់ទុកថាមិនបានការនោះឡើងវិញការទាមទារនេះដោយសារតែគេយល់ថាសន្លឹកឆ្នោតដែលគេចាត់ទុកមិនបានការភាគច្រើនអាចជាសន្លឹកឆ្នោតដែលបោះគាំទ្រគណៈបកប្រឆាំងប៉ុន្តែមិនត្រូវបានមន្ត្រីរៀបចំការបោះឆ្នោតរាប់បញ្ចូលទៅក្នុងសន្លឹកឆ្នោតជាផ្លូវការទេអនុប្រធានក្រុមការងារប្រតិបត្តិគណៈបកសង្គ្រោះជាតិខេត្តសៀមរាបគឺលោកសុកកឹមសេងលោកមានប្រសាសន៍កាលពីព្រឹកថ្ងៃប្រហ័សកន្លងទៅថាគណៈបករបស់លោកនឹងប្តឹងទាមទារឲ្យមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនេះរាប់សន្លឹកឆ្នោតដែលគេចាត់ទុកជាសន្លឹកឆ្នោតមិនបានការនៃការិយាល័យបោះឆ្នោតឃុំកែវពណ៌ស្រុកពួកនិងមួយទៀតនៅឃុំកំពង់ឃ្លាំងស្រុកសូត្រនិគមត្រូវរាប់ឡើងវិញគេហទំព័រវិទ្យុអេស៊ីសេរីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈលោកសុកកឹមសេងបញ្ជាក់ថាមូលហេតុដែលលោកទាមទារឲ្យមានការរាប់សន្លឹកឆ្នោតមិនបានការនៃការិយាល័យទាំងពីរនោះឡើងវិញដោយសារតែលទ្ធផលបណ្ដោះអាសន្នបង្ហាញថាគណៈបកប្រជាជនកម្ពុជាឈ្នះគណៈបកសង្គ្រោះជាតិមានសម្លេងតិចបំផុតហើយសន្លឹកឆ្នោតដែលគេចាត់ទុកមិនបានការនិងមិនរាប់គឺនៅសល់ច្រើនភាពមិនប្រក្រតីទី1គឺការលំអៀងនៃលទ្ធផលចាញ់ឈ្នះដូចជាកំពង់ឃ្លាំងគណៈបកប្រជាជនកម្ពុជាឈ្នះគណៈបកសង្គ្រោះជាតិតែ4សម្លេងហើយនៅឃុំកែវពណ៌គឺគណៈបកប្រជាជនកម្ពុជាឈ្នះគណៈបកសង្គ្រោះជាតិតែ1សម្លេងទេការសាររើសម្លេងឆ្នោតឡើងវិញរបស់គណៈបកសង្គ្រោះជាតិធ្វើឡើងបន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតនៅឃុំកំពង់ឃ្លាំងស្រុកសូត្រនិគមនិងឃុំកែវពណ៌ស្រុកពួកខេត្តសៀមរាបបានបដិសេធចោលបណ្ដឹងសម្រាប់មិនធ្វើការរាប់សន្លឹកឆ្នោតមិនបានការនោះឡើងវិញប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំកែវពណ៌លោកឡាច់ចន្ទធីមានប្រសាសន៍ថារូបលោកបានបើកការដោះស្រាយរួចហើយចំពោះការទាមទាររបស់គណៈបកសង្គ្រោះជាតិដោយសម្រេចថាមិនរាប់សន្លឹកឆ្នោតនោះឡើងវិញទៅតាមការទាមទារឡើយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel ប្រចាំខេត្តសៀមរាបមានគម្រោងនឹងចុះអង្កេតលើករណីទាមទារឲ្យរាប់សន្លឹកឆ្នោតមិនបានការឡើងវិញនេះ
លេខាគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាប្រចាំខេត្តសៀមរាបលោកផលប៊ុនគីមានប្រសាសន៍ថាលោកបានសួរទៅតំណាងគណៈបកសង្គ្រោះជាតិនៅឃុំកែវពណ៌ជំវិញទៅនឹងបញ្ហាសន្លឹកឆ្នោតដែលមិនបានការនោះតំណាងគណៈបកប្រឆាំងបានឆ្លើយថាសន្លឹកឆ្នោតដែលមន្ត្រីការិយាល័យបោះឆ្នោតមិនរាប់នោះគឺមានខ្លះត្រូវម្ចាស់ឆ្នោតគូសនៅលើស្លាកសញ្ញារបស់គណៈបកនិងខ្លះទៀតនៅក្រៅប្រអប់ជាដើមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជ្រៀបចំការបោះឆ្នោតបានឲ្យដឹងថាគិតមកដល់ត្រឹមថ្ងៃទី6ខែមិថុនាមានបណ្ដឹងដែលសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងប្រទេសចំនួន28បណ្ដឹងក្នុងនោះបណ្ដឹងចំនួន18គឺជារបស់គណៈបកប្រជាជនកម្ពុជានិងបណ្ដឹងចំនួន10ទៀតគឺជារបស់គណៈបកសង្គ្រោះជាតិគោចបកែតម្រូវឲ្យគណៈបកសង្គ្រោះជាតិឈ្នះគណៈបកប្រជាជនកម្ពុជាវិញនៅឃុំព្រៃផ្ដៅខេត្តតាកែវលោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានពីគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD បានចុះផ្សាយឲ្យដឹងតាមរយៈគណៈកម្មាធិការជ្រៀបចំការបោះឆ្នោតបានកែតម្រូវលទ្ធផលបោះឆ្នោតនៅឃុំមួយក្នុងខេត្តតាកែវដោយយល់ថាគណៈបកសង្គ្រោះជាតិយកឈ្នះលើបកកាន់អំណាចវិញក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃប្រហ័សកន្លងទៅនេះគណៈកម្មាធិការជ្រៀបចំការបោះឆ្នោតបានកែតម្រូវលទ្ធផលបោះឆ្នោតក្នុងឃុំព្រៃផ្ដៅស្រុកព្រៃកបាសខេត្តតាកែវដោយយល់ថាគណៈបកសង្គ្រោះជាតិទទួលបាន2622សំឡេងចំណែកគណៈបកប្រជាជនកម្ពុជាទទួលបាន2538សំឡេងតាមពីក្រោយដោយគណៈបកសម្បុកឃុំប្រជាធិបតេយ្យបាន184សំឡេងគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD ដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតបើតាមសេចក្តីប្រកាសមុនកែតម្រូវលទ្ធផលនេះគោចបកបានចុះផ្សាយថាគណៈបកប្រជាជនកម្ពុជាឈ្នះលើគណៈបកសង្គ្រោះជាតិដោយសំឡេង2579ទល់នឹង2548ពលគឺលើ31សំឡេងចំពោះការកែតម្រូវនេះគោចបោថាដោយសារកំហុសឆ្គងបញ្ហាបច្ចេកទេសនៃការបញ្ចូលទិន្នន័យនៅថ្ងៃសុក្រកន្លងទៅនេះដែរក្រុមអ្នកលេងបណ្ដាញសង្គម Facebook បានចែកចាយបន្តគ្នានៅលទ្ធផលបោះឆ្នោតបឋមមួយទៀតក្នុងឃុំស្វាយពោស្រុកស្រីសន្ធរខេត្តកំពង់ចាមដែលយល់ថាគណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យបែរជាទទួលបាន2095សំឡេងដោយឈ្នះលើគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិករណីនេះអ្នកប្រើប្រាស់បណ្ដាញសង្គមក៏បង្ហោះភ្ជាប់នៅទម្រង់1102ដែលនៅក្នុងទម្រង់នោះគណៈបកសង្គ្រោះជាតិទទួលបានសម្លេង2095ឈ្នះលើគណៈបកប្រជាជនដែលមាន1435សម្លេងនិងតាមពីក្រោយដោយគណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យនិងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDPអ្នកនាំពាក្យកោចបលោកហងពុទ្ធាឲ្យ VOD ដឹងថាក្រុមការងារកំពុងពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញពីឃុំសង្កាត់ដែលមានភាពមិនប្រក្រតីលោកអះអាងថាកោចបនឹងស្រាវជ្រាវដោះស្រាយបញ្ហាមិនប្រក្រតីទាំងអស់នេះទោះបីជាប្រភពឬកង្វល់នោះចេញពីបណ្ដាញសង្គមក៏ដោយក្នុងលិខិតមួយកាលពីថ្ងៃប្រហ័សកន្លងទៅថ្មីនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអះអាងថាគណៈបកលោកទទួលជ័យជំនះយ៉ាងធំធេងដោយទទួលបានតំណែងជាមេឃុំចៅសង្កាត់ជាង1150ស្មើនឹង 70% នៃឃុំសង្កាត់សរុប1646យ៉ាងណាក៏ដោយគូចបបានអំពាវនាវសាធារណជនកុំឲ្យជឿលើបណ្ដាគណៈបកនយោបាយដែលផ្សាយលទ្ធផលក្រៅផ្លូវការណាមួយមុនកោចបហើយលទ្ធផលបោះឆ្នោតផ្លូវការយ៉ាងណានោះកោចបថានឹងប្រកាសត្រឹមថ្ងៃទី25ខែមិថុនាឆ្នាំ2017ខាងមុខតាមសេចក្តីប្រកាសកោចបថាខ្លួនបានផ្សាយលទ្ធផលបោះឆ្នោតបឋមនៅឃុំសង្កាត់ទាំងអស់ហើយក្នុងចំណោមឃុំសង្កាត់1646ទូទាំងប្រទេសដែលទិន្នន័យទាំងនោះប្រជាពលរដ្ឋអាចចូលទៅរកនៅលើគេហទំព័រកោចបតើលទ្ធផលឃុំសង្កាត់ពេលនេះជាឥទ្ធិពលដូចម្តេចដល់ការបោះឆ្នោតឆ្នាំ2018បងប្អូនជនរួមជាតិជាទីមេត្រីក្រឡេកមកឯព័ត៌មានជាបទវិភាគនៃគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD បានចុះផ្សាយឲ្យដឹងថាបើទោះបីជាពេលនេះកោចបមិនទាន់ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការក៏ដោយប៉ុន្តែកាលពីថ្ងៃទី5ខែមិថុនាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអះអាងថាការបោះឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី4នេះគណៈបកប្រជាជនបាននាំមុខគេបើតាមការអះអាងរបស់គណៈបកធំទាំងពីរគឺគណៈបកប្រជាជនកម្ពុជាដណ្ដើមបានតំណែងជាមេឃុំនិងចៅសង្កាត់បានចំនួន1158និងគណៈបកសង្គ្រោះជាតិទទួលបានតែ7500អាសនៈប៉ុន្តែបើពិនិត្យមើលពីតួលេខដែលបានចុះផ្សាយនេះថ្មីត្បិតតែបកកាន់អំណាចពេលនេះទទួលបានអាសនៈឃុំសង្កាត់ច្រើនជាងគណៈបកដទៃក៏ដោយ
ប៉ុន្តែបើគេពិនិត្យពីចំនួនអាសនៈឃុំសង្កាត់ដែលគណៈបកប្រជាជនកម្ពុជាមានកាលពីឆ្នាំ2012គណៈបកនេះបានថយចុះអាសនៈទៅវិញទេដោយសារតែឆ្នាំ2017គណៈបកប្រជាជនគ្រប់គ្រងអាសនៈឃុំសង្កាត់ចំនួន1592ដល់ឆ្នាំ2017នេះគណៈបកប្រជាជនគ្រប់គ្រងបានតែ1158ពលគឺបាត់អស់ជាង440អាសនៈចំណែកបកប្រឆាំងវិញបានកើនឡើងជិត500អាសនៈដែលកាលពីឆ្នាំ2012គណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សបូកបញ្ចូលគ្នាមានតែ40អាសនៈតើលទ្ធផលបោះឆ្នោតឆ្នាំនេះឆ្លុះបញ្ចាំងយ៉ាងដូចម្តេចដល់ការបោះឆ្នោតជាតិឆ្នាំ2018បទវិភាគនៃគេហទំព័រសម្លេងនៃប្រជាធិបតេយ្យ VOD ដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិតមាននីលើកឡើងថាបើពិនិត្យពីលទ្ធផលបឋមដែលកោជបប្រកាសនឹងលទ្ធផលអះអាងពីអ្នកនយោបាយលោកវិភាគថាគណៈបកធំទាំងពីរនេះមិនទាន់សម្រេចគោលដៅដូចគ្នានៅអ្វីដែលពួកគេអះអាងពីភាពរឹងមាំថានឹងឡើងទៅដឹកនាំប្រទេសនៅឆ្នាំ2018នោះបើទោះបីជាលទ្ធផលនេះបង្ហាញថាបកប្រឆាំងបានចាក់ឫសកែវនៅថ្នាក់មូលដ្ឋានក៏ដោយបើទោះបីជាលោកមាននីមិនបានបញ្ជាក់ថាអ្វីជាយុទ្ធសាស្ត្រគ្មានប្រសិទ្ធភាពរបស់គណៈបកប្រជាជនកម្ពុជាក៏ដោយប៉ុន្តែគេសង្កេតឃើញថា74ឆ្នាំមកនេះមន្ត្រីបកប្រឆាំងអ្នកខ្លំមើលសមនុស្សនៃសមាគមអាត60មន្ត្រីកោជបអ្នកវិភាគនយោបាយសកម្មជនដេតលីត្រូវចាប់ឃុំខ្លួនអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះលោកកែមលីត្រូវគេបាញ់សម្លាប់រួមទាំងការយាយីមេដឹកនាំបកប្រឆាំងជាដើមសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោកសូចន្ទថាលើកឡើងថាគណៈបកដែលខ្លាំងអាចតេទៀងការគ្រប់គ្រងពីម្ចាស់ឆ្នោតបាននោះលោកថាតើតែមានរចនាសម្ព័ន្ធរឹងមាំពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិលោកសូចន្ទថាវិភាគថាការដែលគណៈបកកាន់អំណាចធ្លាក់ចុះប្រជាប្រិយភាពបោះឆ្នោតជាតិឆ្នាំ2018និងថយអាសនៈឃុំសង្កាត់នៅឆ្នាំ2017នេះលោកថាជាសញ្ញាណធ្លាក់ចុះប្រជាប្រិយភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនោះវិភាគទៀតថានៅឆ្នាំ2018បកប្រឆាំងទំនងជាមានប្រៀបឈ្នះការបោះឆ្នោតច្រើនជាងបកកាន់អំណាចតាមរយៈរាជកែវនៅថ្នាក់មូលដ្ឋាននេះដោយថាបើបកកាន់អំណាចធ្វើកំណែតម្រង់រយៈពេល1ឆ្នាំទៀតនេះមិនឆ្លើយតបនឹងការចង់បានរបស់ម្ចាស់ឆ្នោតលោកថាលទ្ធផល2017ឆ្លុះបញ្ចាំងថាគណៈបកសង្គ្រោះជាតិទទួលបានតួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់ដែលតំណាងឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានច្រើនអញ្ចឹងធ្វើឲ្យគណៈបកនេះមានលទ្ធភាពធ្វើកិច្ចការនេះបានច្រើនជាងមុនអញ្ចឹងវាជាមូលហេតុមួយដែលអាចជំរុញឲ្យគណៈបកនេះនឹងបន្តទទួលបានការគ្រប់គ្រងបន្ថែមទៀតសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺលោកអែមសវណ្ណារាលើកឡើងថាបើលទ្ធផលបោះឆ្នោតនៅថ្នាក់ក្រោមជាតិឆ្នាំ2017នេះដោយអ្នកនយោបាយអះអាងមែនលោកវិភាគថាឥទ្ធិពលរបស់បកប្រឆាំងចាប់ផ្ដើមពង្រីកទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិលោកអែមសវណ្ណារាវិភាគទៀតថាការចាប់ផ្ដើមចាក់គ្រឹះនៅថ្នាក់ក្រោមជាតិរបស់បកប្រឆាំងនៅពេលនេះលោកថាគណៈបកប្រជាជនអាចនឹងបាត់បង់ឱកាសបន្តគ្រប់គ្រងអំណាចនៅឆ្នាំ2018បើបកនោះមើលស្រាលពីការធ្វើកំណែតម្រង់ដល់ពេញលេញមួយឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋរយៈពេល1ឆ្នាំនេះលោកថាគុណយោបាយដែលគណៈបកសង្គ្រោះជាតិលើកឡើង$50,000ដែលអ្នកខ្លះមិនជឿថាអាចធ្វើបាននឹងប៉ុន្តែវាអាចចងឲ្យពលរដ្ឋនៅឃុំសង្កាត់មួយចំនួនបើទោះបីជាគណៈបកកាន់អំណាចឈ្នះក៏ដោយក៏ប៉ុន្តែពលរដ្ឋនៅឃុំសង្កាត់នឹងចង់បាន$50,000នឹងអភិវឌ្ឍក្នុងឃុំសង្កាត់ដែរអញ្ចឹងគោលនយោបាយនឹងវាមុតស្រួចណាស់ទី2រឿងសកម្មជនឬក្រុមប្រឹក្សាឃុំសង្កាត់របស់បកប្រឆាំងឡើងជាង4,000បើយើងគិតទៅ75,000អាសនៈនឹងវាជួយជាហិរញ្ញវត្ថុដែរសម្រាប់ជួយសកម្មជនបកនឹងអាចធ្វើសកម្មភាពនយោបាយផ្សេងរួមទាំងក្រុមប្រឹក្សាឃុំសង្កាត់ដែលគណៈបកប្រឆាំងឈ្នះ7500ទៀតនឹងអាចធ្វើសកម្មភាពបានច្រើនចរន្តនឹងអាចជំរុញឲ្យគណៈបកសង្គ្រោះជាតិអាចផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនបានច្រើនទៅដល់មូលដ្ឋានវាអាចធ្វើឲ្យបកកាន់អំណាចនឹងមានការព្យាយាមទប់ទល់ឬក៏ប្រយ័ត្នប្រយែងកាន់តែខ្លាំងបើមិនដូច្នោះទេវាធ្វើឲ្យពលរដ្ឋនឹងងាកទៅគ្រប់គ្រងគណៈបកផ្សេងសរុបជារួមអ្នកវិភាគលើកឡើងថាលទ្ធផលបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017នេះនឹងជំរុញកាន់តែខ្លាំងពីភាពមិនច្បាស់លាស់នៃការបន្តគ្រប់គ្រងអំណាចរបស់គណៈបកប្រជាជនកម្ពុជានៅឆ្នាំ2018បើការធ្វើកំណែតម្រង់ប្រព័ន្ធតុលាការសេវាសាធារណៈអំពើពុករលួយការរំលោភដីធ្លីប្រាក់ខែមន្ត្រីរាជការប្រាក់ឈ្នួលសមរម្យរបស់កម្មករទីផ្សារសម្រាប់លក់កសិផលកសិករជាដើមរយៈពេល1ឆ្នាំទៀតនេះគ្មានប្រសិទ្ធភាពកូរ៉េខាងត្បូងទទូចឲ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពយោធាបង្ករឿងទៀត
ងាកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រថ្មីបានចុះផ្សាយឲ្យដឹងថាកូរ៉េខាងត្បូងបានទទូចឲ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបង្ករឿងរបស់ខ្លួនទៀតបន្ទាប់ពីរដ្ឋឯកោមួយនេះបន្តបាញ់សាកល្បងមីស៊ីលជាថ្មីទៀតយ៉ាងកុក្លឿននៅព្រឹកថ្ងៃប្រហ័សកន្លងទៅដោយមិនខ្លាចញញើសសហគមន៍អន្តរជាតិបន្តិចសោះនោះកាលពីថ្ងៃប្រហ័សទី8ខែមិថុនាកន្លងទៅកូរ៉េខាងត្បូងស្នើឲ្យកូរ៉េខាងជើងឲ្យបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាបង្ករឿងរបស់ខ្លួនការទទូចទៅកាន់ក្រុមព្យុងយ៉ាងពីសំណាក់ក្រុងសេអ៊ូលនេះកើតឡើងក្រោយពេលរដ្ឋកុម្មុយនីសមួយនេះបាញ់មីស៊ីជាច្រើនគ្រាប់ដែលគេសង្ស័យថាជាមីស៊ីប្រឆាំងនាវាគេហទំព័រថ្មីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈទីភ្នាក់ងារព័ត៌មានកូរ៉េយុនហាបស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងឈូជុនយុកថានៅព្រឹកថ្ងៃប្រហ័សកូរ៉េខាងជើងបានបាញ់ផ្លោងកាំជ្រួចមីស៊ីប្រឆាំងនាវា Ground to Ship ជាច្រើនគ្រាប់ផ្ទួនគ្នាដែលការបាញ់នេះធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹកវ៉ូសានយើងក៏ស្នើឲ្យកូរ៉េខាងជើងប្រញាប់បញ្ឈប់សកម្មភាពបង្ករឿងបែបនេះទៀតដែរអ្នកនាំពាក្យរូបនេះបានបន្តថារដ្ឋាភិបាលក្រុងសេអ៊ូលនៅឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុតក្រែងមានសកម្មភាពបង្ករឿងផ្សេងទៀតអាចកើតឡើងមិនត្រឹមតែប៉ុណ្ណោះកូរ៉េខាងត្បូងក៏ត្រៀមលក្ខណៈដោះស្រាយរាល់សកម្មភាពយោធាបង្ករឿងផ្សេងទៀតរបស់កូរ៉េខាងជើងដែរពេលសួរថាតើការបាញ់ផ្លោងមីស៊ីលនេះជាការបំពានច្បាប់អន្តរជាតិឬក៏អត់នោះអ្នកនាំពាក្យរូបនោះឆ្លើយថាវាមិនទាន់អាចវិតម្លៃបានឡើយលោកបញ្ជាក់ថាវាទាល់តែលទ្ធផលវិភាគរបស់យោធាចេញមកសិនដែរទើបគេអាចនឹងច្បាស់ប៉ុន្តែមន្ត្រីការបរទេសម្នាក់ទៀតដែលមិនបានបង្ហាញអត្តសញ្ញាណនោះបានអះអាងថាកូរ៉េខាងជើងបាញ់មីស៊ីលធម្មតាប៉ុណ្ណោះវាមានន័យថារដ្ឋឯកោមួយនេះមិនបានបំពេញដំណោះស្រាយរបស់ក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់ខ្លួនបាញ់សាកល្បងកាំជ្រួចមីស៊ីលប៉ាឡេស្ទិកនិងធ្វើសកម្មភាពណាមួយដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាផលិតឬអភិវឌ្ឍមីស៊ីលប៉ាឡេស្ទិកឡើយលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់ក្រុមការងារនាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់ម៉ារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានតាមដានទស្សនាព័ត៌មានទាំងនេះតាំងពីដើមរហូតដល់ទីបញ្ចប់នៅពេលនេះនាងខ្ញុំរួមជាមួយនឹងក្រុមការងារទាំងអស់សូមអរគុណសូមគោរពលា